តែយើងមានលទ្ធភាពប៉ុណ្ណាក្នុងការបកអាក្រាតប្រទេសស៊ីវិល័យមួយថាជាអ្នកឈ្លានពានឥតគេខ្មាស់ដើម្បីឲ្យពិភពលោកបានដឹងនិងមិនអាចបដិសេធបានជំរាបសួរបងប្អូនព្រឹត្តិការណ៍ធំមួយត្រូវបានរៀបចំឡើងនៅកណ្ដាលរាជធានីភ្នំពេញដែលមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វ័យនិងមកពីទូទាំងប្រទេសរាប់ម៉ឺនអង្គអ្នកក្នុងកម្មវិធីដើរដើម្បីសន្តិភាពកាលពីពេលថ្មីនេះគឺជាការប្រមូលផ្ដុំដើម្បីសម្ដែងនៅឆន្ទៈតាមរយៈព្រឹត្តិការណ៍នេះទៅកាន់ពិភពលោកឲ្យដឹងថាកម្ពុជាត្រូវការសន្តិភាពយើងទាំងអស់គ្នាចង់បានសន្តិភាពមិនចង់ឃើញការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់អាយុជីវិតទាំងសងខាងព្រោះនេះគឺជាអ្វីដែលកម្ពុជាធ្លាប់ឆ្លងកាត់រួចមកហើយទឹកចិត្តពលរដ្ឋខ្មែរឈរលើជំហរតែមួយគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគាំទ្រវីរៈកងទ័ពជួយជនភៀសសិកទាំងអស់នេះមិនមែនយើងគាំទ្រឲ្យមានសង្គ្រាមនោះទេប៉ុន្តែពួកយើងចង់បានភាពត្រឹមត្រូវការគោរពអធិបតេយ្យភាពបូរណភាពជាតិរបស់យើងពីប្រទេសជិតខាងដាច់ខាតនៅចំពោះមុខការឈ្លានពានយើងមិនចោះញោមដើម្បីសន្តិភាពនោះទេបើធ្វើយ៉ាងនេះមិនយូរមិនឆាប់ការរំលោភបំពាននេះនឹងកើតឡើងវិញម្ដងទៀតឬក៏អាចនឹងកើតមានឡើងនៅកន្លែងផ្សេងទៀតក្នុងពេលអនាគតកម្ពុជាជាប្រទេសតូចហើយក្រតែកម្ពុជាជាប្រទេសមួយឯករាជ្យមានអធិបតេយ្យភាពជាអំបូរជាតិសាសន៍អ្នកសាងអង្គរនិងប្រាសាទរាប់ពាន់រួមទាំងប្រាសាទព្រះវិហារនិងប្រាសាទតាក្របីផងទាំងអស់នេះមិនមែនបានមកដោយការដើរលួចប្លន់គេទេគឺដូនតាខ្មែរជាអ្នកកសាងមានប្រវត្តិចារទុករួចហើយអ្វីដែលកម្ពុជាយើងកំពុងតែតស៊ូបច្ចុប្បន្ននេះមិនមែនសម្រាប់តែកម្ពុជាទេប៉ុន្តែក្នុងនាមនឹងតំណាងឲ្យប្រទេសតូចៗដទៃទៀតសូមឲ្យពិភពលោកផ្ដល់នូវភាពយុត្តិធម៌តាមរយៈច្បាប់អន្តរជាតិជៀសវាងប្រទេសធំប្រើកម្លាំងបាយឈ្លានពានប្រទេសតូចដោយមិនទុកច្បាប់ជាសំខាន់ជាការពិតណាស់ប្រទេសពីរឆ្លោះគ្នាហើយពឹងលើសកលលោកជាអ្នកកាត់ក្តីតើពួកគេជឿលើយើងប៉ុណ្ណាដែរប្រកាសណាស់ពួកគេត្រូវតែចំណាយពេលវេលាសង្កេតមើលជាមុនសិនតើយើងមានលទ្ធភាពប៉ុណ្ណានៅក្នុងការបកអាក្រាតប្រទេសស៊ីវិល័យមួយថាជាអ្នកឈ្លានពានឥតគេខ្មាស់ដើម្បីឲ្យពិភពលោកបានដឹងនិងមិនអាចបដិសេធបានការតស៊ូក្នុងសមរភូមិប្រដាប់អាវុធក្នុងន័យការពារខ្លួនការតស៊ូក្នុងសមរភូមិការទូតការចូលរួមផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ពិភពលោកនិងកម្លាំងមហាសាមគ្គីរបស់គ្រួសារខ្មែរទាំងមូលនៅពេលនេះប្រកាសជាអាចបកអាក្រាតឲ្យពិភពលោកបានឃើញមុខមាត់ពិតរបស់អ្នកដែលចិញ្ចឹមមហិច្ឆតាឈ្លានពានតជំនាន់ជាក់ជាមិនខានសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាត្រៀមខ្លួនទទួលយកការតស៊ូលើកនេះអាចអូសបន្លាយយូរឬឆាប់យើងមិនទាន់ដឹងដល់ឡើយទេប៉ុន្តែរឿងសំខាន់ដែលយើងត្រូវធ្វើនៅក្នុងកំឡុងពេលនេះគឺប្រុងប្រយ័ត្នចំពោះសេដ្ឋកិច្ចគ្រួសារស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងម្យ៉ាងទៀតការពង្រឹងផ្លូវចិត្តឲ្យរឹងមាំការខាតបង់លើកនេះត្រូវតែបដូរមកវិញឲ្យបាននៅសន្តិភាពក្នុងតំបន់ការអភិវឌ្ឍក្នុងប្រទេសនិងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់កម្ពុជារហូតដល់ចុងផែនដី